សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ថ្មីបងប្អូនទាំងអស់គ្នាអើយទៅដល់កន្លែងណាចង្រៃដល់កន្លែងនោះហ្មងបងប្អូនទាំងអស់គ្នាឥឡូវអ្នកស្ដេចថៃហ្នឹងបានទៅដល់ប្រទេសបារាំងបងប្អូនទាំងអស់គ្នាគ្រាន់តែទៅដល់ប្រទេសបារាំងភ្លាមគឺចង្រៃភ្លាមតែម្ដងធ្វើឲ្យធ្លាក់យន្តហោះស្លាប់មនុស្សអស់ប្រមាណអ្នកហើយត្រូវឡើងកម្ដៅចម្លែកទៀតនិយាយទៅណាចង្រៃទៅនឹងតែម្ដងបងប្អូនទាំងអស់គ្នាវាមិនគួរបែបហ្នឹងប៉ុន្តែក៏វាមិននឹកស្មានដល់ថាស្ដេចថៃវាចង្រៃដល់ថ្នាក់ហ្នឹងបងប្អូនអរគ្នាអើយគិតទៅអាស្ដេចថៃនេះមែនថាទៅដល់ចិនហើយនឹងទៅដល់ប្រទេសឡាវទៅក៏លោវាជារឿងចៃដន្យនេះទេណាបងប្អូនអរគ្នាការពិតមានណាឥឡូវទៅដល់បារាំងធ្វើឲ្យបារាំងមានរឿងអញ្ចឹងមិននឹកស្មានដល់បងប្អូនអរគ្នាមិនគិតថាទៅដល់កន្លែងណាចង្រៃកន្លែងហ្នឹងហ្មងឥឡូវយើងចង់ដឹងថាចង្រៃបែបណាបងប្អូនអរគ្នាទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាកិច្ចព្រមព្រៀងលក់អាវុធបារាំងឲ្យថៃសៀមឬសយ៉ាមសូមឲ្យបារាំងជួយវិស័យថាមពលនុយក្លេអ៊ែរដើម្បីប្រជែងជាមួយវៀតណាមប៉ុន្តែពេលនេះអំបិលបាត់ទៅហើយតើស្ដេចសៀមពិតជាចង្រៃមែនដែរឬទេកុំទាន់គិតលើចំណុចនេះសាកទៅមើលព្រឹត្តិការណ៍ទាំងឡាយដែលស្ដេចសៀមពេលដែលស្ដេចសៀមទៅដល់ថានឹងមានព្រឹត្តិការណ៍អ្វីកើតឡើងពេលដែលស្ដេចសៀមព្រាមមេទី10វិជ្ជរាលង្កូនទៅដល់បារាំងភ្លាមធ្វើឲ្យប្រទេសបារាំងធ្លាក់យន្តហោះស្លាប់មនុស្សអស់11នាក់ហើយបន្តធ្វើឲ្យប្រទេសបារាំងមានអាកាសធាតុក្តៅខ្លាំងរហូតដល់40អង្សានឹងធ្វើឲ្យមនុស្សស្លាប់ជាង1000នាក់មិនមែនជាលើកទី1ទេដែលស្ដេចមួយរូបនេះជន់ទឹកដីគេហើយធ្វើឲ្យប្រទេសទាំងនោះជួបគ្រោះមហន្តរាយដែលនឹកស្មានមិនដល់ដោយកាលពីខែមេសាឆ្នាំ2026កន្លងទៅស្ដេចសៀមរូបនេះទៅចូលរួមខុសកំណើតរបស់ស្ដេចម៉ាល់ម៉ូនៃប្រទេសស៊ុយអែតគឺមានករណីភេរវកម្មបំផ្ទុះក្របែកនៅកណ្ដាលក្រុងនៃប្រទេសស៊ុយអែតធ្វើឲ្យរញ្ជួយទីក្រុងរបស់ស៊ុយអែតផងដែរមិនទាន់អស់ទេនៅពេលដែលស្ដេចរូបនេះធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសឡាវកាលពីខែមីនាឆ្នាំ2026កន្លងទៅក្រោយពីស្ដេចរាមាទី10យកគត់នេះបានត្រឡប់ពីទស្សនកិច្ចពីប្រទេសឡាវវិញបានធ្វើឲ្យប្រទេសឡាវជួបគ្រោះធម្មជាតិដ៏មហិមាយ៉ាងធ្ងន់ធ្ងរគឺព្យុះទឹកកកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេសឡាវនិងបានធ្វើឲ្យប្រទេសឡាវខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់រាប់រយក្នុងផងដែរសូម្បីតែប្រទេសចិនក៏ទប់ភាពសោយរបស់ស្ដេចនេះមិនជាប់ដែរពេលដែលស្ដេចរូបនេះបានឈានជើងទៅជាន់ទឹកដីចិនភ្លាមបានធ្វើឲ្យវិហារបុរាណចំណាស់មួយរបស់ស្ដេចចិនត្រូវបានឆេះខ្ទេចគ្មានសល់បងប្អូនអាចពិចារណាមើលតើស្ដេចនេះចង់រៃដល់កម្រិតណាទៅដល់ណាចង់រៃដល់គេខ្ទេចខូចខាតគ្មានសល់បងប្អូនអរគ្នាគិតទៅស្ដេចថៃអត់ដឹងមានពុទ្ធទំនាយបែបម៉េចទេបានទៅដល់ប្រទេសណាចង្រៃដល់ប្រទេសនឹងមិនថាចិនមិនថាប្រទេសឡាវគិតទៅវាចង្រៃប្រចាំប្រទេសហ្មងកំពូលហ្មងបងប្អូនអរគ្នាហើយទៅដល់បារាំងមិនដែលចេះជួបរឿងអីអញ្ចឹងឯដល់ពេលគាត់ណាស្ដេចនឹងទៅភ្លាមធ្វើឲ្យបារាំងជួបរឿងបែបហ្នឹងទាំងនឹកស្មានមិនដល់បងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាឥឡូវយើងមកទស្សនាវីដេអូមួយទៀតណាដែលតាក់ទងនឹងនូទីនគេទៅប្រទេសបារាំងបងប្អូនអរគ្នានូទីនទៅប្រទេសបារាំងដូចឆ្លេឆ្លាណាបងប្អូនអរគ្នាដូចគ្មានវិន័យថាជាអ្នកដឹកនាំអីបន្តិចសោះបងប្អូនអរគ្នាដូចជាកូនក្មេងដែលដើរនៅក្នុងកន្លែងសួនកំសាន្តមកបងប្អូននូទីនណាបងប្អូនអរគ្នាដូចគ្មានវិន័យអីសោះដូចឆ្លេឆ្លានៅកន្លែងស្ដេចទាំងមូលដែរបងប្អូនអរគ្នាធ្វើឲ្យស្ដេចថៃមានការអាម៉ាស់មុខជាខ្លាំងបងប្អូនអរគ្នាគិតទៅនូទីនគ្នាត្រឹមជាកូនអុកមួយដែលគេគាត់ណាថ្ងៃណាគេចង់លេងថ្ងៃណាគេចង់ដាក់អញ្ចឹងបងប្អូនអរគ្នាឥឡូវយើងចង់ដឹងនូទីនវាអាម៉ាស់មុខបែបណាឥឡូវទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាស្ដេចថៃបំបាក់មុខខ្លាំងសម្បីតែឈោក្បែរម៉ាក្រុងក៏មិនបាននូទីនខ្លាយជាផ្ទាំងស៊ីផ្សាច់ចំអកពេញបណ្ដាញសង្គមក្រោយធ្វើខ្លួនរញ៉េរញ៉ៃផ្អើលពិភពលោកនេះគឺជាទស្សនីយភាពដ៏គួរឲ្យអស់សំណេចបំផុតនៅក្នុងប្រវត្តិសាស្ត្រការទូតដោយលោកអនុទានឆាន់វីរកុលដែលគ្រប់គ្នាដាក់រហស្សនាមថានាយករដ្ឋមន្ត្រីកណ្ដាលនោះបានក្លាយជាផ្ទាំងស៊ីបនៃការរិះគន់និងសាច់ចំអកយ៉ាងខ្លាំងក្លានៅលើបណ្ដាញសង្គមក្រោយពីលោកបានបង្ហាញវត្តមាននៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងលើកទី2ជំនួសឲ្យភាពថ្លៃថ្នូរដោយលើកទី1អនុទានបានធ្វើឲ្យពិភពលោកហួចចិត្តចំពោះទង្វើល្ងងខ្លៅក្នុងពិធីការរហូតដល់ថ្នាក់ស្ដេចថៃត្រូវបំបាក់មុខផ្ទាល់តែម្ដងមហាជនពិតជាមិនអាចទប់សម្ដេចបានឡើយនៅពេលដែលឃើញទស្សនភាពរបស់លោកអនុទានបានព្យាយាមជ្រៀតខ្លួនចូល
ទៅឲ្យចិត្តប្រធានាធិបតីបារាំងអ៊ីម៉ានូអែលម៉ាក្រុងប៉ុន្តែត្រូវបានស្ដេចថៃកាត់មុខមិនឲ្យក្បែរទៅវិញសូម្បីតែការចាប់ដៃជាមួយម៉ាក្រុងក៏លោកមិនអាចធ្វើបានដែរព្រោះពិធីការបានដេញលោកចេញដោយសារតែលោកព្យាយាមដើរតាមក្រោយស្ដេចដូចជាកូនក្មេងឃើញគេជាគោចង់ការបង្ហាញខ្លួនរបស់នាយករដ្ឋមន្ត្រីរូបនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាជជែកដេញដោលយ៉ាងក្តៅគគុកថាធ្វើដោយមនុស្សមិនគ្រប់ទឹកពួកគេបានលើកឡើងថាវាជារឿងដ៏កម្រដែលប្រមុខរដ្ឋនិងប្រមុខរាជរដ្ឋាភិបាលទៅទស្សនកិច្ចជាមួយគ្នាប៉ុន្តែការដែលលោកអាណូទីនធ្វើខ្លួនរញ៉េរញ៉ៃដូចជាមនុស្សមិនដឹងទិសដៅបែបនេះពិតជាធ្វើឲ្យប្រទេសជាតិខូចកេរ្តិ៍ឈ្មោះធ្ងន់ធ្ងរមហាជនបានចំអកថាស្ដេចថៃចេញសញ្ញាឲ្យឆ្ងាយតិចអញ្ញាលក្ខស៊ីនិងអបិនេះខំងាកឆ្វេងងាកស្ដាំសង្ឃឹមថាគេថតជាប់មុខតែចុងក្រោយគេដាច់ឲ្យនៅឆ្ងាយដដែលការនេះមិនត្រឹមតែបរាជ័យនៅក្នុងពិធីការប៉ុណ្ណោះទេប៉ុន្តែលោកអាណូទីនថែមទាំងត្រូវបានមហាជនហៅថាអបកាច់អ្នកមានលុយតែខ្វះខួរក្បាលដែលតែងតែធ្វើរឿងខុសគេរហូតលោកខំចូលកណ្ដាលផ្លូវសង្ឃឹមថាគេនឹងងាកមកមើលលោកប៉ុន្តែលទ្ធផលគឺបរាជ័យទាំងស្រុងសូមបញ្ជាក់ថាមិនដល់មួយខែផងអាណូទីនបានទៅទស្សនកិច្ចនៅបារាំង2ដងលើកទី1លោកបានឈរជជែកការងារស្មើមុខស្មើមាត់ជាមួយប្រធានាធិបតីម៉ាក្រុងក៏ប៉ុន្តែលើកទី2នេះលោកបានក្លាយជាអ្នកយាមអមស្ដេចថៃធ្វើឲ្យមហាជនរិះគន់ខ្លាំងៗនៅលើបណ្ដាញសង្គមនឹងហើយបងប្អូនអរគ្នាអាណូទីនធ្វើខ្លួនចង់ដូចស្មើស្ដេចដែរតែទាំងដែលគ្មានដឹងវិន័យអីដើរឆ្លេឆ្លាគ្មានដឹងថាដើរត្រូវដើរយ៉ាងម៉េចបងប្អូនអរគ្នាធ្វើឲ្យស្ដេចថៃអាម៉ាស់មុខខ្មាស់គេដល់កឲ្យដឹងគ្មានដឹងអីហ្មងអាណូទីនគិតទៅថៃទាំងមូលធ្វើឲ្យមានអ្នកខ្លះគេជេរអាណូទីនអាចបងប្អូនអរគ្នាខ្ញុំដូចហួសចិត្តជាមួយនឹងអាណូទីនណាដូចថាគ្នាខំចេញមុខចេញមាត់ដែរតែដូចជាអត់បានផលអីមកវិញសោះអញ្ចឹងបានត្រឹមតែផលអាម៉ាស់មុខអញ្ចឹងបងប្អូនអរគ្នាទាំងស្ដេចទាំងកូនចៅអញ្ចឹងបងប្អូនអរគ្នាអើយគិតទៅអាណូទីនគ្មានដឹងអីសោះអត់ដឹងថាខ្លួនឯងជាអីនឹងអីអញ្ចឹងបងប្អូនអរគ្នាអើយគិតទៅអាណូទីនហើយនឹងស្ដេចថៃនឹងទៅដល់កន្លែងណាទាំងរៃគេកន្លែងហ្នឹងហើយអាម៉ាស់មុខកន្លែងហ្នឹងទៀតអត់មានផ្ដាល់អីទៅដល់ប្រទេសខ្លួនឯងបានត្រឹមតែភាពអាម៉ាស់និងភាពចង្រៃដែលគេត្រូវនិយាយតគ្នាបងប្អូនអរគ្នាអើយគិតទៅហួសចិត្តអត់ដឹងនិយាយថាម៉េចហ្មងហ្នឹងហើយបងប្អូនអរគ្នាអើយគិតទៅប្រទេសឡាវផងប្រទេសចិនផងប្រទេសបារាំងផងគ្នាអត់បានផលអីទាំងអស់ហ្មងបានត្រឹមតែថាចង្រៃហើយនឹងខ្មាស់គេនឹងតែម្ដងហ្នឹងហើយបងប្អូនអរគ្នាអរគុណក្នុងការតាមដានទស្សនាជួបគ្នាខ្ញុំនៅវីដេអូក្រោយ